នាងខ្ញុំសុកសម្ពោះចាបានចូលរួមជាមួយនឹងអង្គការសមាគមនិងស្ថាប័នផ្សេងៗចាក្នុងនាមសហភាពអង្គការសង្គមស៊ីវិលបានចូលរួមដាក់ញត្តិនៅក្រសួងមហាផ្ទៃដើម្បីសំណើសុំដកសញ្ជាតិលោកសំរងស៊ីចាដោយហេតុថាលោកសំរងស៊ីបានប្រព្រឹត្តអំពើដែលល្មើសនឹងប្រទេសកម្ពុជាដែលប៉ះពាល់ធ្ងន់ធ្ងរមែនទែនចំពោះដែនដីអធិបតេយ្យជាតិបូរណភាពទឹកដីនិងសុខសន្តិភាពជាតិផលប្រយោជន៍ជាតិទាំងមូលចាដោយដែលបងប្អូនដឹងហើយដែលកាលពីឆ្នាំ2008ប្រទេសកម្ពុជាយើងគឺមានសង្គ្រាមម្ដងហើយចាដែលសៀមជាយាមឈ្លានពានទឹកដីរបស់កម្ពុជាយើងហើយគណៈពេលនោះរាជរដ្ឋាភិបាលគឺខំប្រឹងយ៉ាងសស្រាក់សស្រាំដើម្បីការពារប្រទេសជាតិពីការឈ្លានពានរបស់សត្រូវប៉ុន្តែលោកសំរងស៊ីនិងបកពួកបានទៅដកបង្គោលព្រំដែនដែលនេះបើសបញ្ជាក់ឲ្យឃើញថាជាទង្វើបំបែកបំបាក់សាមគ្គីផ្ទៃក្នុងជាតិចាហើយទី2ទៀតសំរងស៊ីបានបង្កើតព្រឹត្តិការណ៍9វិច្ឆិកាចាដែលព្រឹត្តិការណ៍នោះគឺលោកសំរងស៊ីបានបំផលឲ្យកងកម្លាំងប្រដាប់អាវុធបានបែកកណ្ដុងកំភ្លើងចាទៅរាជរដ្ឋាភិបាលដើម្បីក្នុងនាមផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាយើងចាហើយមួយទៀតបងប្អូនក៏ដឹងហើយថាជាដដែលជាច្រើនលើកដានសារគឺលោកសំរងស៊ីនិងបកពួកតែងតែព្យាយាមប្រមាថមកលើអង្គព្រះមហាក្សត្រដែលប្រជាពលរដ្ឋខ្មែរដែលជារាស្ត្រខ្មែរទាំងមូលគោរពស្រឡាញ់ចាហើយម្យ៉ាងមួយទៀតថ្មីនេះបងប្អូនដឹងហើយថាក្រមលោកសំរងស៊ីនិងបកពួកបានបង្កើតចារដ្ឋាភិបាល23តុលាខុសច្បាប់ចានៅឯក្រៅប្រទេសក្នុងន័យផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដូចគ្នាហើយលោកសំរងស៊ីនិងបកពួកបានចូលដៃចូលជើងជាមួយនឹងបរទេសដែលព្យាយាមបំភ្លៃព័ត៌មានមិនពិតចាដែលផ្សព្វផ្សាយអាក្រក់ឃោសនាបំភ្លៃខុសពីការពិតដើម្បីព្យាយាមបំផ្លាញប្រទេសកម្ពុជាយើងចាធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិបានចូលដៃចូលជើងជាមួយនឹងបរទេសបើកដៃឲ្យសៀមឈ្លានពានប្រទេសកម្ពុជាយើងកាន់តែងាយស្រួលចាក្នុងនាមបងជាប្រជាពលរដ្ឋតែយល់ឃើញថាតើគួរតែទុកសញ្ជាតិរបស់លោកសំរងស៊ីឬក៏ត្រូវដកសញ្ជាតិរបស់គាត់ចេញតែម្ដងបាទចាក្នុងនាមនាងខ្ញុំគឺជាប្រជាពលរដ្ឋខ្មែរគឺសូមកោតទោសយ៉ាងពេញទំហឹងហើយនឹងសូមក្រសួងមហាផ្ទៃដកសញ្ជាតិរបស់លោកសំរងស៊ីនិងបកពួកចេញដោយគាត់សុទ្ធតែមានសញ្ជាតិ2អញ្ចឹងហើយយើងអត់មានអីត្រូវថាមិនដកទេព្រោះអីគាត់បានប្រព្រឹត្តអំពើយ៉ាងកក្លឿនមកដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិយើងទាំងមូលអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិបូរណភាពទឹកដីចាហើយនឹងអង្គព្រះមហាក្សត្រយើងនាងខ្ញុំសូមស្នើសុំដល់ក្រសួងមហាផ្ទៃចាសូមដកសញ្ជាតិរបស់លោកសំរងស៊ីនិងបកពួកចា